ជានៃការប្រកួតរួចរាល់បាទសម្រាប់បាការប្រកួតគូមិត្តភាពគុណខ្មែរបាទ3ទឹកបាទក្នុងមួយទឹក3នាទីសម្រាប់2នាទីសម្រាប់កីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាបាទវងវិឆ័យបង្គោលខៀវមកពីប្រទេសបាទនីជេរីបាទកីឡាករអ៊ីមែនកូចក្រមត្រៀមប្រុងព្រៀបប្រកួតម៉ាហ្វាយកម្ពុជាគុណខ្មែរគូមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងនីហ្សេរីទឹកទី1 round 1ទឹកទី1បាទប្រភេទទម្ងន់71គីឡូក្រាមបាទក្តាប់ដៃឆ្វេងស្ដាំបាទជើងក្តាប់ដៃបោះជង្គង់គីឡូ71នេះគេថាធ្ងន់ណាស់យ៉ាងម៉េចចេះបកគលសបើកមកដើមទឹកនេះគឺថាចូលកន្លែងតំបន់ដែរពិសេសពិសាលតែម្ដងប្រកួតបន្តប្រកួតជាបន្តទៀតអេម៉ានូលមកពីនេះគេរីបាទក្តាប់ដៃកលោតធ្ងន់ណាក្តាប់ដៃឆ្វេងស្ដាំក្តាប់ដៃឆ្វេងស្ដាំ1 2 3 1 2 3អើយប្រកួតបន្តទៀតលះរហូតមកគេណាចូលមកឆ្វេងស្ដាំមួយទៀតចូលមកស្ដាំមួយទៀតអាយយចូលជាបន្តទៀតធាក់ពួកក្តាប់ដៃឆ្វេងស្ដាំដើម្បីហ្វាយផ្កាក្តាប់ដៃស្ដាំអាយយវាយដូចគេដូចក្បាច់គេវាយតាមទុកបាសអញ្ចឹងនេះក្តាប់ដៃស្ដាំឆ្វេងអាយយផុតដើម្បីហ្វាយផ្កា1 2លោកកញ្ញាកដាលធម្មរឿងរ៉ាម៉ានីក្តាប់ដៃឆ្វេងស្ដាំខំជាប់បោះជង្គង់ផងឲ្យទៅទុកជាប់ទៀតហត់ខ្លួនឯងឆ្វេងស្ដាំ1 2អាយយ1 2ឆ្វេងស្ដាំអូយហត់ណាស់វាយចេះបាទអោបោះជង្គង់ឃើញកន្លែងឆ្ងាញ់វិញឥឡូវហើយឃើញឥឡូវបោះជង្គង់កែងមកវិញបោះជង្គង់ស្ដាំ2ជង្គង់បាទប្រឡែងខ្លួនឯងគាត់ជឿស្ដាំមួយគាត់ជឿក្រោមអេកុំចឹងអីណាណូកុំអីបាទមកđâyទេមកនេះវងវិឆ័យទាត់ជើងក្រោមមួយក្តាប់ដៃឆ្វេងស្ដាំ1 2អ៊ីម៉ានូលក្តាប់ដៃស្ដាំដើម្បីថ្វាយផ្កាមួយទៀតអ៊ីម៉ានូលក្តាប់ដៃស្ដាំទាត់ជើងឆ្វេងចំហខ្លួនឯងព្យុះភ្លៀងមកគេណានេះក្តាប់ដៃស្ដាំមួយពីកន្លងវិឆ័យក្តាប់ស្ដាំថែមទៀតសស្ដាំឆ្វេងក្តាប់ដៃទាត់ជើងស្ដាំក្តាប់ដៃស្ដាំពីអ៊ីម៉ានូលទាត់ជើងឆ្វេងដូរក្តាប់ដៃស្ដាំមកទៀតពីវងវិឆ័យដំរីថ្វាយផ្កាក្តាប់ដៃស្ដាំឆ្វេងបោះជង្គង់ឆ្វេងមួយពីវងវិឆ័យជង្គង់មួយទៀតជង្គង់មួយទៀតឬក៏យ៉ាងណាបោះជង្គង់ទៀតបកគលស1 2 3 4 5 6 7 8 9 10អូបាទកីឡាករមកពីប្រទេសនីសេរីយ៉ាបាញ់មិញនេះគឺអស្ចារ្យមែនតើបាទសម្រុកទៅលើបាទវងវិឆ័យមែនតើទៅហ្នឹងគឺថាឲ្យព្យុះឲ្យភ្លៀងទៅវងវិឆ័យមិនណយដែរហ្នឹងណាបាទមែនលេងសើចទេមិញនេះអ៊ីម៉ានូលគេថាប្រើក្បាច់បើនៅស្រុកយើងគេថាក្បាច់ធុងបាសបាទអូគាត់សោកស្ដាយមែនតើបាទអ៊ីម៉ានូលគាត់ថាស្ដាយមែនតើបាទនេះបាទរូបភាពយឺតបាទដំរីថ្វាយផ្កាពីកីឡាករមកពីប្រទេសនីសេរីយ៉ាបាទកន្លែងនេះបាទចូលសព្រះរាមមួយដៃរបស់សោវងវិឆ័យបាទបោះជង្គង់មួយរបស់វងវិឆ័យ
បាទបោះជង្គង់ចូលនៅកន្លែងឆ្ងាញ់កន្លែងនេះបោះជង្គង់ថែមទៀតទៅតែបដ ாய் បាទនេះបាទណែនមួយជង្គង់បាទ បាទអូយ និយាយទៅគាត់បុកផ្ដាច់មាញ់មិញទប់ជាប់គឺពេលហ្នឹងហើយបាទសម្រាប់កីឡាករនីសេរីយ៉ាមាញ់មិញ បាទ បាទ គាត់មានការសោកស្ដាយមែនតើក្នុងនាមជាកីឡាករមួយរូបហើយឥឡូវនេះបាទមើលឃើញត្រោយនេះភាពជ័យជំនះទៅហើយប៉ុន្តែបែរជាមកប្រហែសប្រមាណជង្គង់នឹងទៅវិញ បាទអរគុណផ្ដល់ទូនទីជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ ចាសូមអរគុណជ័យជំនះបានទៅកីឡាករបង្គោលក្រហមវងវិឆ័យ